ខ្ញុំនឹងធ្វើដំណើរទៅខេត្តតាកែវដើម្បីទៅមើលថ្ងៃលិចនៅវាលស្រែស្អាតខ្លាំងដែរបាទនៅវាលស្រែដោយមិនឲ្យចាំពេលវេលាយូរខ្ញុំក៏ឡើងឡានធ្វើដំណើរទៅខេត្តតាកែវតែម្ដងហើយការធ្វើដំណើរទៅលើកនេះមិនមែនមានតែខ្ញុំនោះទេគឺមានការចូលរួមពីប៉ាយាយនិងបងប្អូនរបស់ខ្ញុំផងដែរបន្ទាប់ពីធ្វើដំណើរអស់មួយទូធំមកពួកខ្ញុំក៏សម្រេចចិត្តថាចូលញ៉ាំបាយសិនព្រោះពួកខ្ញុំអត់បានញ៉ាំអីតាំងពីថ្ងៃអញ្ចឹងមុននឹងយើងទៅមើលថ្ងៃលិចខ្ញុំសូមសម្រាប់ញ៉ាំបាយសិនបាទបន្ទាប់ពីញ៉ាំបាយហើយយើងក៏ធ្វើដំណើរទៅមុខបន្តទៀតហើយអ្នកទាំងអស់គ្នាមើលតែទឹកវិញខ្ញុំក៏ដឹងថាយើងសប្បាយចិត្តប៉ុណ្ណាដែរបាទព្រោះថាទៀតយើងបានមើលថ្ងៃលិចហើយអូខេអ្នកគ្នាគឺថាឥឡូវយើងបានមកដល់ហើយបាទអូខេអ្នកគ្នាគឺថាឥឡូវយើងទៅវាលស្រែដើម្បីទៅមើលថ្ងៃលិចតោះឥឡូវនេះយើងបានមកដល់ទីតាំងហើយបាទហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាមិនបាច់ចាំមើលទេព្រោះវាគ្មានព្រះអាទិត្យលេងនោះទេដោយសារតែខ្ញុំមកដល់នេះគឺម៉ោង12ថ្ងៃហើយព្រះអាទិត្យលេងនៅពេលល្ងាចឯណោះអូខេអ្នកគ្នាក៏ប៉ុន្តែគឺអត់មានថ្ងៃលិចទេបាទគឺខ្ញុំមកម៉ោង11ហើយម៉ោង11ថ្ងៃហើយថ្ងៃលិចគឺលិចពេលល្ងាចទេបាទខ្ញុំគ្រាន់តែប្រេងអ្នកទាំងអស់គ្នាទេហាហាចាញ់មកគេ